Ba Prejimat ba Kalako ba Rodrigo ba ban baដាច់ចិត្តbaទម្លាយbaនៅbaអត់កំបាំងមួយbaការគាត់បាននៅវ័យ18ឆ្នាំហ្នឹងគឺbaសមត្ថភាពគាត់ហ្នឹងbaគឺbaឡើងខ្លាំងមែនទែនbaនៅក្លឹបបាសាន់តូសbaហើយbaពេលហ្នឹងដែរក៏មានbaការbaចាប់អារម្មណ៍baពីក្លឹបba AC Barcelona baក្នុងការbaនាំយកគាត់baពីbaទឹកដីbaសាន់តូសទៅកាន់baទឹកដី ba Camp Nou បាទប៉ុន្តែពេលហ្នឹងបងប្អូនយើងមកចិត្តគាត់បាទគឺបាទស្រឡាញ់បាទរៀលខ្លាំងមែនទែនបាទចង់លេងឲ្យតែរៀលទេបងប្អូនយើងបាទប៉ុន្តែគាត់គឺមិនមែនថាបាទស្រឡាញ់រៀលហើយបាទស្អប់បាទក្រុមបាទបាសេទេបងប្អូនយើងបាទគាត់ស្រឡាញ់ដែរប៉ុន្តែបើសិនជាសួរថាពេលហ្នឹងគាត់ស្រឡាញ់មួយណាជាងបាទគាត់ច្បាស់ណាស់បាទឆ្លើយថាបាទនឹងស្រឡាញ់រៀលជាងបាទពេលហ្នឹងក៏បាទប្រាប់ពុកគាត់ថាបាទសុំពេលបន្តិចបាទដើម្បីបាទរងចាំបងប្អូនយើងប្រសិនបើគាត់សុំពេលបន្តិចហ្នឹងហើយបាទมันមានបាទការបាទតាក់ទងបាទពីរៀលមកទេបាទច្បាស់ណាស់បាទគឺគាត់បាទនឹងទៅចូលរួមជាមួយនឹងក្លឹបបាទ Barcelona បាទហើយបងប្អូនយើងបាទសម្រាប់បាទការរងចាំរបស់គាត់ហ្នឹងបាទគឺមិនអត់ប្រយោជន៍ទេបាទក៏មានបាទការបាទតាក់ទងបាទពីក្រុមបាទអាត្រីសបាទទៅគាត់តែម្ដងបាទហើយបាទដើម្បីបាទនាំយកគាត់បាទពីបាទទឹកដីបាទសាន់តូសមកកាន់បាទទឹកដីបាទ Santiago បាទ Bernabeu បាទពេលហ្នឹងបាទគឺ Rodrigo បាទគឺរំភើបមែនទែនបងប្អូនយើងបាទដែលបានសម្រេចបាទនៅគោលដៅរបស់គាត់ណាពួកយើងបាទគឺគាត់បាទចង់លេងបាទឲ្យតែក្លឹបបាទ Real Madrid បាទហើយប្រិយមិត្តនៅពេលដែលមានការបង្ហោះថាបាទ Rodrigo បាទទៅ Real បាទបោះបង់ឱកាសបាទទៅបាទក្រុមបាទ Barcelona ហ្នឹងបាទក៏មានបាទអ្នកគ្រប់គ្រង Real ថាបាទ Rodrigo ក៏សំណាងហើយបាទដែលទៅ Real បើសិនជាទៅបាទ Barca ប្រហែលជាពេលនេះមិនស្គាល់ជាតិបាទពៀនបាទ UCL ទេអូយ